មានបងប្អូនយើងមួយចំនួនឆ្ងល់ដោយ admin អត់ឆ្ងល់ថាតើមេតបភូមិភាគ2របស់ថៃបាទប៊ុនស៊ិនផាតខ្លាំងហ្នឹងបាទក្រោយពីចូលនិវត្តន៍ហ្នឹងគឺទៅណាឥឡូវព្រឹកនេះគេឃើញគេប្រទេសឃើញគាត់ដូចជាដើរបិណ្ឌបាតបងប្អូនគ្នានៅព្រឹកថ្ងៃអង្គារថ្ងៃ9បាទខែមិថុនាឆ្នាំ2026យើងនេះគឺកំពុងតែដើរបិណ្ឌបាតនៅក្នុងបាទប្រទេសថៃបាទអញ្ចឹងឆ្ងល់ថាតើគាត់ទៅណាមិនទៅណាទៅបួសហ្នឹងហើយព្រោះអីរឿងរ៉ាវដែលបានកាត់ឡើងរវាងព្រំដែនកម្ពុជានិងថៃយើងដោយសារតែពីណាមេតបភូមិភាគ2ហ្នឹងហើយអួតក្អេងក្អាងសុទ្ធតែថា3ថ្ងៃចប់សពគ្រប់បាទ3ថ្ងៃដល់ភ្នំពេញ3ថ្ងៃអញ្ចេះ3ថ្ងៃចុះឥឡូវនេះចូលប្រហែលឆ្នាំចូលឆ្នាំនេះប្រហែលឆ្នាំហើយបាទរឿងរ៉ាវនៃការនាំហេតុឬក៏នាំរឿងមកពីអាមេតបហ្នឹងឯងប៊ុនស៊ិនផាក់ខ្លាំងហ្នឹងឯងវាតែងតែនិយាយអួតនៅលើបណ្ដាញសង្គមអួតនៅលើសារព័ត៌មានរបស់វាបាទវាថាអូខ្មែរគ្មានប្រមាណនេះវាយតែ3ថ្ងៃគឺចប់សពគ្រប់ហើយអាហ្នឹងហើយបាទដែលធ្វើឲ្យសម្ព័ន្ធមិត្តរវាងកម្ពុជានិងថៃរំគោះរំកើមកទល់នឹងពេលនេះឥឡូវសួរថាតើអ្នកណាជាអ្នកខាតតើអ្នកណាជាអ្នកចំណេញបាទសាកសម័យមើលបងប្អូនគ្នាអ្នកដែលចំណេញគឺវាហ្នឹងហើយវាបានឡើងឋានៈវាបានការគោរពកោតសរសើរបាទវាបានអូគេថាសឹងថាវីរៈបរោះបងប្អូនគ្នាហើយសួរថាអ្នកណាអ្នកខាតកម្ពុជានិងថៃប្រទេសនិងប្រទេសរដ្ឋាភិបាលនិងរដ្ឋាភិបាលប្រជាជននៅតាមព្រំដែនបាទរកស៊ីជាមួយគ្នាត្រូវខាតបងទ្របសម្បត្តិបងប្អូនមានតែចាំរឿងរ៉ាវពាក់ព័ន្ធទៅនឹងការទៅបិទព្រំដែនថ្មីបាទវាពី3ខែក្រោយហ្នឹងប្រជាជនថៃអ្នករកស៊ីថៃមានអ្នកចង់កសម្លាប់ខ្លួនព្រោះតែអាបញ្ហាខ្ចីធនាគារមករកស៊ីទិញអីវ៉ាន់ន័យថាទិញផ្លែឈើពីប្រជាជនថៃខ្លួនឯងយកមកលក់ឲ្យកម្ពុជានេះហើយនៅពេលដែលបិទព្រំដែនចេញតាណារួចមិន Vivo បាទអ្នកខ្លះខ្ចីរាប់$10,000មានលុយណាសងរកស៊ីអីបើមុខរបរដែលខ្លួនកំពុងតែរកត្រូវឆ្លងព្រំដែនហ្នឹងត្រូវបានសមត្ថកិច្ចឬក៏បាទមេតបនឹងមេតបនាំនេះបិទឲ្យហ្នឹងហើយគម្រាមយើងហ្នឹងគឺគម្រាមខ្លាំងមែនតើឥឡូវនេះគ្មានបើតាមមានគិតវាមានន័យថាវាសាងភ្នោះដើម្បីលៀងបាបលៀងបន់ហ្នឹងឯងព្រោះយើងដឹងថាតបរបស់វាក៏ងាប់ច្រើនហើយវាសាងបាបជាមួយនឹងទាហាននៅតាមព្រំដែនគឺច្រើនហើយបើតាមព័ត៌មានពីប្រទេសថៃក៏យើងទទួលបានមកថាទាហានក្មេងៗហ្នឹងគឺរុញឲ្យទៅជួសមុខអ្នកអញ្ចេះបាញ់ចេះទៅហែងរុញទៅដាក់យកស្អីដើរមិនដល់ព្រំដែនក្នុងកម្ពុជាយើងលាងទៅមកកណោហ្នឹងអញ្ចឹងបានថាឥឡូវនេះវាកំពុងតែដើរធ្វើបន់ហើយបាទបើធ្វើបន់នេះជាតិក្រោយនឹងកើតជាអីព្រោះអីវាបានយកជីវិតទាហានរបស់ប្រជាជនវាគឺទៅងាប់ច្រើនមែនតើបងប្អូនគ្នារឿងហេតុដើមហេតុតែមួយបាទធ្វើឲ្យអ្នកដែលទទួលនៅផលលំបាកប្រជាជនទាំងសងខាងរដ្ឋាភិបាលទាំងសងខាងឲ្យមើលមុខគ្នាមិនចំហើយនៅព្រឹកមិញនេះសម្ដេចក៏បាននិយាយដែរថាបិទ500ឆ្នាំទៀតក៏កម្ពុជាមិនខ្វល់ដែរព្រោះអីពន្ធកុយកម្ពុជាទៅជាមានការឡើងថ្លៃទៅវិញកើនចំណូលឡើងវិញចំណូលធ្លាប់បានតែ100លានអញ្ចឹងឡើងដល់150លានអញ្ចឹងទៅចុះបើបិទឡើងបើបិទព្រំដែននេះបានពន្ធកុយច្រើនយ៉ាងហ្នឹងចុះយើងបន្តបិទទៀតទៅចុះបើបើទៅវាអត់ចំណេញហ្នឹងបាទអាបានពន្ធកុយទៀតហើយយកអាផលិតផលមកបំផ្លាញស្រុកខ្លួនឯងហើយបាទបង្កើនចំណូលទៅកាន់ប្រទេសថៃទៀតគួរអត់